លើកទី1ឯដែលស្ងោរត្រីគឺល្វីងខេះហ្មងអត់ដឹងតែមកពីហេតុអីហើយត្រីធំធំល្អទៀតណាប៉ុន្តែបើសាច់របស់វាវិញឡើងឆ្ងាញ់ស្វិតហើយឡើងផ្អែមហើយថ្ងៃនេះខ្ញុំឈឺផងអញ្ចឹងហើយចង់ញ៉ាំជាមួយស្ងោរជ្រក់សាបជាមួយនឹងទឹកត្រីម្ទេសហឹលបើសិនជាបងត្រូវការប្រដាប់កាត់រោមជាមួយដែលអាចប្រើបានទាំងប្រុសទាំងស្រីកុំភ្លេចកម្មង់ទិញពី page ខ្ញុំបានណានិយាយទៅគឺរបស់ល្អមានគុណភាពអីដែលសំខាន់ជាងគេហ្នឹងគឺមិនមែនជាវ៉ាន់សៀមទៀតហើយប្រើប្រាស់ហើយលាងទឹកសម្អាតប្រើបានពេលក្រោយទៀតទិញទៅទទួលបានប្រអប់មួយបានជាមួយច្រាសសាច់រោមជាមួយហើយនេះវិញគឺជាបដូរខាងក្នុងដែលយើងហៅថាដងឡាមហ្នឹងណាបងចំណេញមែនតែនទិញមួយបានដល់ទៅ2ហើយអត់ខាតទេបងគ្រាន់តែមួយខ្សែឡៃនេះតិចមកដកអាចាស់ចេញដាក់បដូរថ្មីទៅគឺយើងបាននៅវ៉ាន់មួយទៀតដែលប្រើហើយគឺល្អមែនតែនអត់មានប៉ះពាល់ដល់ច្រមុះយើងទេហើយមានអនាម័យស្អាតទៀតណាបើសិនបងឆាត់មកឥឡូវបានតម្លៃពិសេសហើយខ្ញុំហ្វ្រីដឹកឲ្យទៀតទេងាកមកម្ហូបរបស់យើងវិញថ្ងៃនេះមកពីផ្សារមានជាមួយត្រីហើយត្រីនេះវិញនិយាយពីថាធំល្អមែនតែនហើយតម្លៃគេក៏រៀងថ្លៃគួរសមដែរប៉ុន្តែខ្ញុំអត់ដឹងថាហេតុអីពេលស្ងោរទៅខ្ញុំពេលដាក់គ្រឿងទេសអីហើយភ្លក់មកឡើងល្វីងហ្មងហើយខ្ញុំគិតថាប្រហែលជាអ្នកលក់គាត់វះទៅបែកប្រមាថឲ្យមើលទៅដោយសារត្រីនេះគឺអត់មានគ្រឿងក្នុងមានអីទាំងអស់តែម្ដងហើយពេលហ្នឹងពងតកិតបដាថាគួរស្ងោរខាងណាគួរស្ងោរខាងក្បាលឬក៏ខាងកតុយមុនតែនៅឃើញថាញ៉ាំមានទឹកសឡមានអីអញ្ចឹងគឺស្ងោរក្បាលមុនទៅទុកកតុយស្អែកឡើងចាំប្រហែលជាអាំងញ៉ាំជាមួយនឹងទឹកត្រីអំពិលទុំអីអញ្ចឹងណាដោយសារតែមានបន្លែមានតែសក់អីច្រើនហើយខ្ញុំចូលចិត្តលាងបើកមាត់វាអញ្ចឹងហើយយើងសម្អាតឲ្យស្អាតទៅត្រីនេះគឺអត់មានរំអិលមានអីទេបងអញ្ចឹងហើយគឺស្រួលធ្វើមែនតែនហើយបើសការបស់គេឡើងធំហើយធ្ងន់ណាស់បងមកកណាត់នេះខ្ញុំលើកអត់ចង់រួចទេនិយាយទៅសាច់ឡើងកម៉ាប់ម៉ាប់ហ្មងខ្ញុំមិនដឹងថានេះត្រីអីគេទេបងស្គាល់ច្បាស់ជាងគេតែត្រីផ្ទក់ត្រីដែងកញ្ចុះច្វាអីហ្នឹងតែដល់ពេលអានេះវិញអត់ស្គាល់សោះបន្ទាប់ពីលាងទឹកសម្អាតហើយក៏ខ្ញុំដាក់វាឲ្យស្រះទឹកចឹងទៅហើយពេលហ្នឹងខ្ញុំបានដាំទឹកដែរអញ្ចឹងថ្ងៃនេះដាក់ឆ្នាំងធំទៅដោយសារតែត្រីរបស់យើងនេះធំដែរបើសិនជាដាក់ឆ្នាំងពណ៌ខ្មៅនោះគឺដឹងថាអត់ចូលតែម្ដងហើយខ្ញុំដាក់ជាមួយនឹងស្លឹកគ្រៃរំដេងខ្ទឹមសចូលអញ្ចឹងណាថ្ងៃនេះខ្ញុំចង់ឲ្យឈ្ងុយខ្លាំងអញ្ចឹងហើយគឺខ្ញុំហាន់ជាចំណិតតូចមកទុកឲ្យវាពុះចេញក្លិនឈ្ងុយបន្តិចខ្ញុំក៏ដាក់ជាមួយនឹងត្រីរបស់យើងចូលនិយាយទៅធំមែនតែនហើយមួយកណាត់នេះគឺញ៉ាំអត់អស់ទេញ៉ាំពេលថ្ងៃមិញហ្នឹងគឺអត់តែមួយចំហៀងទេល្ងាចនេះគឺកម្ដៅញ៉ាំទៀតដែរបើសិនជាបងស្គាល់ឈ្មោះត្រីនេះកុំភ្លេចជួយខមមិនប្រាប់ខ្ញុំម្នាក់មួយផងនិយាយទៅខ្ញុំអត់ស្គាល់ឈ្មោះត្រីទេហើយដល់ពេលវាធំពេកចឹងទៅខ្ញុំខ្លាចវាអត់ឆ្អិនចឹងហើយខ្ញុំក៏ដួសទុកដាក់អញ្ចឹងមកហើយថ្ងៃនេះស្ងោរត្រីគឺភ្លេចដាក់អង្គឲ្យឆឹងបងនិយាយទៅដោយសារតែអត់ស្រួលខ្លួនផងដល់ពេលចឹងទៅវាលើដែរអញ្ចឹងនិយាយទៅអត់ដឹងកាត់អីភ្ញាក់ឡើងគឺឈឺកយកតែម្ដងហើយរៀងថប់ទៀតហើយឃើញសបោអ្នកឈឺកអញ្ចឹងច្រើនណាស់នឹង trend ឈឺកមែនមិនអញ្ចឹងបន្ទាប់ពីពុះមួយស្ទុះចឹងមកខ្ញុំបន្ថែមជាមួយប៊ីចេងហើយខ្ញុំដាក់ជាមួយអំបិលម៉ត់បន្តិចបងអាចបន្ថែមមួយទឹកត្រីអីទៀតមកក៏បានដែរតែខ្ញុំញ៉ាំជាមួយទឹកត្រីអញ្ចឹងស្ងោរខ្ញុំខ្ជិលដាក់អញ្ចឹងហើយឈឺកឯណាប៉ុន្តែញ៉ាំសាក់ទឹកត្រីបើសិនដូចសាប់ដងវិញច្បាស់ជាធ្វើជ្រក់ទឹកប្រហុកបាត់ដែរហើយមុននេះខ្ញុំបន្ថែមជាមួយរ៉ឹតឌីចូលអញ្ចឹងមកបន្ទាប់មកទុកឲ្យវាមិនសន្ទុះហើយខ្ញុំក៏ត្រឡប់វាមកម្ខាងទៀតពេលដែលចិត្តញ៉ាំខ្ញុំបន្ថែមជាមួយនឹងស្លឹកខ្ទឹមមានជាមួយនឹងជីអាណាមានជាមួយនឹងជីនាងវងហើយនឹងស្លឹកក្រូចដែរអញ្ចឹងណាហើយមកចំណែកទៀតខ្ញុំទុកនៅបាតចានដោយសារអត់ចង់ដាក់ចូលក្នុងនេះច្រើនអញ្ចឹងហើយម្ហូបរបស់យើងគឺបានរួចរាល់ហើយពេលហ្នឹងភ្លក់ទៅល្វីងឡើងខេះហ្មងប៉ុន្តែដល់ពេលយកទៅញ៉ាំសាច់វាគឺអត់ល្វីងទេសាច់ឡើងឆ្ងាញ់ហើយខ្ញុំក៏កាត់ន័យយល់ថាប្រហែលជាអ្នកលក់ហ្នឹងគាត់វះបែកប្រមាថអាហ្នឹងការគិតរបស់ខ្ញុំឯណាប៉ុន្តែខ្ញុំដឹងថាត្រូវឬខុសឲ្យបងលើនេះខ្ញុំកំពុងតែតេបតបហ្នឹងដោយសារតែខ្ញុំដួសត្រីនឹងអត់បានហើយដល់ពេលលើកទៅវាធ្ងន់ពេកអញ្ចឹងហើយវាល្បេះកន្លែងសាច់នេះមកដុំនៅក្នុងឆ្នាំងបាត់ហើយអញ្ចឹងហើយចាំដាក់មកតាមក្រោយវាធំមែនតែនហើយឡើងធ្ងន់ពេលដាក់មកឡើងហៀចាននេះចាននេះមានទូចណាបងចាននេះធំហ្នឹងវាកប៉ាតខាងលើប៉ុន្តែដាក់នៅតែអត់ចង់គ្រាន់ទៀតមករបស់ខ្ញុំគឺបានរួចរាល់ត្រឹមប៉ុណ្្នឹងហើយបើសិនជាបងចូលចិត្តវីដេអូនេះកុំភ្លេចជួយ like page like វីដេអូនេះម្នាក់មួយឬក៏ share ចែករំលែកក៏បានដែរខ្ញុំបន្ថែមជាមួយនឹងក្រូចឆ្មាតិចថ្ងៃនេះដោយសារតែកអត់ស្រួលអញ្ចឹងហើយអត់ចង់ញ៉ាំហ៊ានញ៉ាំអីជូរអញ្ចឹងណាប៉ុន្តែលាយសាក់ទឹកត្រីម្ទេសខ្ទឹមធ្វើមិនទេបងអីដល់ពេលឈឺហើយសាក់មាត់សាប់កទៀតបើសិនញ៉ាំសាបទីវាអត់ដឹងជាតិនៅណាអញ្ចឹងណាអញ្ចឹងហើយក៏
តមខ្លះញ៉ាំផ្លាក់អីចឹងទៅហើយត្រីនេះវិញឆ្អឹងវាធំគឺស្រួលញ៉ាំទេបន្ទាប់មកញ៉ាំជាមួយនឹង mini cake របស់ខ្ញុំវីដេអូគឺមានតែប៉ុណ្្នឹងឯងអរគុណជម្រាបលាបាយបាយបងកុំភ្លេចថែរក្សាសុខភាពណា